សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំរ៉េតសារីតានៅថ្ងៃនេះនាងខ្ញុំមាន challenge មួយចង់ប្រកាសប្រាប់ទៅដល់អ្នកទាំងអស់គ្នាដើម្បីចូលរួមលេងនិងមានឱកាសឈ្នះនៅរង្វាន់ជាច្រើនពីខាងយើងខ្ញុំដែលនៅក្នុងនោះគឺមានរង្វាន់ដូចជាដបទឹកដ៏ស្រស់ស្អាតចំនួន10និងនាឡិកាដៃដ៏ស្រស់ស្អាតចំនួន10ប៉ុន្តែមុននឹងធ្វើការប្រកាសនៅ challenge មួយនេះខ្ញុំសូមសួរនៅសំណួរមួយសំណួរសួរថាតើនៅថ្ងៃទី14ខែកុម្ភៈខាងមុខនេះត្រូវជាថ្ងៃអីប្រកាសជាដឹងហើយមែនទេគឺជាថ្ងៃទិវានៃក្តីស្រឡាញ់ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងដែរអត់ថានៅក្នុងថ្ងៃតែមួយនៃទិវានៃក្តីស្រឡាញ់គឺជាទិវាដ៏ពិសេសមួយទៀតសាកទីមើលគឺជាទិវាអីគេអូខេប្រាប់តែម្ដងទៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2021ខាងមុខនេះក៏ជាថ្ងៃទិវាស្រោមអនាម័យអន្តរជាតិឬមួយក៏ International Condoms Day AHF គឺជាអង្គការដែលផ្ដោតទៅលើមេរោគអេដធំបំផុតនៅលើពិភពលោកដែលតែងតែប្រារព្ធនៅទិវាស្រោមអនាម័យអន្តរជាតិនេះឡើងជារៀងរាល់ឆ្នាំស្របពេលជាមួយនឹងថ្ងៃទិវានៃក្តីស្រឡាញ់ចង់បញ្ជាក់ប្រាប់ផងដែរថាគេប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិនេះឡើងគឺក្នុងគោលបំណងដាស់តឿនក្រៅរំលឹកទៅដល់បងប្អូនទាំងអស់គ្នាជាពិសេសគឺយុវវ័យតែម្ដងអំពីសារៈសំខាន់ក្នុងការប្រើប្រាស់ស្រោមអនាម័យដើម្បីការពារពីការមានផ្ទៃពោះដោយចៃដន្យការពារពីជំងឺកាមរោគរួមនិងការពារពីមេរោគអេដស៍យើងឃើញថាបច្ចុប្បន្ននេះគឺយើងមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺ COVID-19 ប៉ុន្តែពុំសូវមានអ្នកណាគេលើកយកនៅបញ្ហាការឆ្លងនៅមេរោគអេដស៍នេះទេដូច្នេះហើយទើបជាខ្ញុំចង់យកឱកាសមួយនេះក្នុងការដាស់តឿនក្រៅរំលឹកទៅដល់បងប្អូនទាំងអស់គ្នាម្ដងហើយម្ដងទៀតសូមមេត្តាការពារខ្លួនពីការឆ្លងនៅមេរោគអេដស៍ដោយប្រើប្រាស់នៅរបស់ការពារឲ្យបានត្រឹមត្រូវនិងជាប់លាប់ជានិច្ចអូខេឥឡូវយើងចូលមកដល់ challenge របស់យើងវិញម្ដង challenge នោះគឺជប់សិនខ្ញុំត្រូវតែប្រើលក្ខណៈមួយថាយុទ្ធសាស្ត្រសិនតាដាមួយទៀតតែនអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់មែនថាហេតុអីបានជាយើងយកស្រោមអនាម័យមកធ្វើការកែច្នៃបែបនេះអូខេនេះហើយគឺជា challenge របស់យើង challenge នេះគឺតម្រូវឲ្យអ្នកទាំងអស់គ្នាយកស្រោមអនាម័យមក DIY ឬមួយក៏យើងអាចនិយាយបានថាយកមកកែច្នៃទៅជារបស់មួយដែលមានលក្ខណៈច្នៃប្រឌិតហើយអាចប្រើប្រាស់បានជាប្រចាំថ្ងៃអូខេចូលមកដល់លក្ខន្តិកៈវិញម្ដងគឺងាយស្រួលខ្លាំងមែនទែនដោយអ្នកទាំងអស់គ្នាគ្រាន់តែបង្ហោះរូបនៅរបស់ដែលអ្នកបានកែច្នៃដាក់វាជាសាធារណៈរួចកុំភ្លេចនៅក្នុង caption ដោយសរសេរនៅ #DIY condom #International Condom Day #AHF Cambodia ហើយជាចុងក្រោយ #Safer is sexy មួយទៀតនោះកុំភ្លេច mention មិត្តភ័ក្តិរបស់អ្នកចំនួន5រួចចូលទៅកាន់ page AHF Cambodia ចុច like និងជាចុងក្រោយនោះគឺធ្វើការ share នៅវីដេអូនេះដែលនាងខ្ញុំកំពុងតែប្រកាសនៅ challenge ផងដែរសម្រាប់រូបភាពដែលទទួលបានការ like និង share ច្រើនជាងគេចំនួន20រូបនឹងទទួលបាននៅឱកាសឈ្នះរង្វាន់ដ៏ស្រស់ស្អាតពីខាង challenge ជាងខ្ញុំដែលរួមមានដូចជាដបទឹកដ៏ស្រស់ស្អាតនិងនាឡិកាដ៏ស្រស់ស្អាតផងដែរបើសិនជាមានចំណងត្រង់ណាលោកអ្នកគ្រាន់តែចូលទៅកាន់ Facebook page AHF Cambodia ឬមួយក៏អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទដែលដាក់នៅខាងលើនេះបានជូនពរសំណាងល្អសម្រាប់ challenge មួយនេះនាងខ្ញុំបូករួមទាំងក្រុមការងារនិងមើលទាំងអស់គ្នាពីរបៀបនៃការច្នៃប្រឌិតនៅក្នុង challenge នេះជូនពរសំណាងល្អបាយបាយ